តើតដាលេងនៅបាត់ដំបងមួយខ្ញុំនៅក្នុងឆ្នាំ2025តែប៉ាត់ខ្ញុំតដាលេងហ្នឹងគឺនៅឆ្នាំ2025មកប៉ុន្តែឥឡូវទៅបានកាត់វីដេអូនៅឆ្នាំ2021នេះឯងតោះឥឡូវទៅមើលសកម្មភាពរបស់ខ្ញុំដើរលេងនៅបាត់ដំបងអ្នកគ្នាពេលដែលខ្ញុំទៅចេញពីពេញហ្នឹងគឺម៉ោង3:04អ្នកគ្នាហើយដល់ពេលនេះផ្លូវទៅជិតដល់កំពង់ឆ្នាំងហើយម៉ោង4កន្លះហើយនៅទៅដល់បាត់ដំបងហ្នឹងគឺយប់ឯអ្នកគ្នាអញ្ចឹងខ្ញុំចូលសម្រាប់ហ្មងទៅដោយសារតែមកបាត់ដំបងហ្នឹងគឺមកភ្ជាប់ពាក្យបបងជ្រុលមួយខ្ញុំអញ្ចឹងពួកយើងមកញ៉ាំអីពេលព្រឹកជុំគ្នាសិនដោយសារតែកម្មវិធីហ្នឹងគេធ្វើពេលថ្ងៃឯងហើយម្ចាស់កន្លែងគេមកពួកខ្ញុំនោះក៏គាត់ចិញ្ចឹមកពើដែរមានអាងកពើនិងកពើច្រើនមែនតើហើយខ្ញុំមកយប់មិញហ្នឹងអត់ដឹងទេដោយសារតែចូលដេកយកហ្មងពេលយប់ទៀតល្ងិតដល់ពេលមកពេលព្រឹកឡើងទៅបានឃើញច្រើនចុះនិយាយថាបដាមស៊ូមយកធ្លាក់ចូលកន្លែងហូកពើចាហើយនេះមុខតួឯងនៅក្នុងវីដេអូហ្នឹងឯងមើលឲ្យហើយនេះកូនឡានយើងមែនកូនឡានយើងណា TikTok កមក TikTok មកទៅឡើងមួយមីងគាត់ទៅឡើងមួយចាទៅឡើងមួយអ៊ំទៅឡើងជួយមួយអ៊ំទៅមួយចង់និយាយថាយើងប៉ះគេអត់បានទេគេស្អាតគេប្រុសសង្ហាអញ្ចឹងហើយក៏ចូលដល់ពេលថ្ងៃក៏ខ្ញុំបានទៅទិញទ្រីងផឹកនៅតែដងខាវដែរស្អាតណាស់ទាំង view ហើយនឹងទេសភាពខាងក្រៅហើយទាំងឈ្មោះអីហ្នឹង matching មែនតើបើអ្នកនរគ្នាទៅដឹងតែអត់មានខ្វះកន្លែងថតហ្មងមកមើល view តើអ្នកគ្នាមកនេះក៏ចូលដល់ម៉ោង1ជាង7:02ឯងបានទៅចេញទៅកន្លែងហោងគេដោយសារតែហ្នឹងហើយអ្នកគ្នាធ្វើខ្លួនយូរមកមើលសម្រស់កូនកំឡោះកូនក្រមុំខ្ញុំថ្លៃពីគេអ្នកគ្នាមកវិញបានទៅធ្វើ outfit check ហើយ outfit check ហើយទៅដូរអាវដែរហើយនេះក៏ចូលដល់ពេលល្ងាចទៅមុខទាំងសក់ហ្នឹងខ្ញុំធ្វើខ្លួនឯងចារ៉េតឲ្យបានបានដែរហើយនេះក៏ចូលដល់ថ្ងៃទី2ក៏ទៅដើរលេងជុំបងប្អូនទៅលេងភ្នំបាណន់អ្នកគ្នាដោយសារតែមកបាត់ដំបងឲ្យត្រូវទៅបានជីឡូរីតោះឥឡូវទៅជីឡូរីទាំងអស់គ្នាហើយជីឡូរីហ្នឹងក៏គេត្រូវទិញ support ដែរក្មេងដល់ក្មេងហើយមនុស្សធំដល់មនុស្សធំជីហ្នឹងសុបាយមែនតើខ្ញុំជីបានផែជាមួយឡូរីហ្នឹងផែជិត10នាក់អ្នកគ្នាចាំតិចហើយដល់វគ្គនេះជីត្រឡប់ទៅវិញហើយនិយាយទៅជីឡូរីនឹងស្វាយអ្នកគ្នាបានឃើញភ្នំឃើញអីហើយ fresh មែនតើហើយបន្ទាប់ពីចេញពីភ្នំបាណន់ហើយក៏ពួកយើងមកលេងនៅភ្នំសំពៅអ្នកគ្នាខ្លែងភ្នំឡើងភ្នំសំពៅហើយក៏បានចុះទៅលេងនៅលាអាងក្បាលខ្មៅចាអ្នកគ្នាស្អាតមែនតើតែព្រោះក្បាលសាហាវហ្មងអ្នកគ្នាកន្លែងនេះអូយសិតតែឆ្អឹងក្បាលខ្មៅហើយពេលខ្ញុំទៅហ្នឹងក៏បានទៅចាក់កាពីអ្នកគ្នាទីពីជីវិតរបស់យើងចឹងបន្ទាប់ពីចុះពីភ្នំសំពៅមកពួកខ្ញុំក៏បានមកមើលបជាវចេញអ្នកគ្នាយទៅបជាវហ្នឹងឯងយូរហ្មងនាំទៅចេញគេខ្លុំមកហើយស្អុយមែនតើពេលចេញមកគ្រាន់ថាបជាវច្រើនហើយម្នាក់ទៅមើលក៏ច្រើនដែរនិយាយដូចវាតារាល្បីចឹងបន្ទាប់ពីចេញមើលបជាវហើយក៏មកញ៉ាំអីជុំគ្នាយេនិយាយទៅ vlog ខ្ញុំលឿនមែនតើថ្ងៃទី3ឯចានៅបៃលិននៅចិត្តបាត់ដំបងណាអ្នកគ្នាជិះផែ1ម៉ោងទៅដល់ហើយតែសភាពបៃលិនស្អាតមែនតើខ្ញុំនិយាយមក view ខ្ញុំរ៉េតឲ្យ10លើ10ហើយអត់សូវមានមនុស្សច្រើនទៅអញ្ចឹងទៅ fresh មែនតើកន្លែងទឹកឈូសនេះឃើញអត់អ្នកគ្នាឲ្យមើល view នៅវាវែងដោយសារចេញពីហ្នឹងខ្ញុំមកបានជិះកាត់បាត់ដំបងទេខ្ញុំជិះកាត់វាងតាមវាវែងពោធិ៍សាត់វិញហើយជិះទៅពេញហ្មងហើយ vlog ទៅលេងបាត់ដំបងរបស់ខ្ញុំក៏ចប់តែប៉ុណ្ណឹងអរគុណសម្រាប់ការមើលរហូតដល់ទីបញ្ចប់ I see the crystal raindrops fall and the beauty of it all is when the sun comes shining through to make those rainbows in my mind